សួស្តីទាំងអស់គ្នាតើធ្លាប់ឮសុភាសិតទាំងអស់នេះទេសុភាសិតទី1គេថាចង្កឹះមួយបាច់កាច់មិនបាក់បាទចង្កឹះមួយកាច់បាក់ចង្កឹះមួយបាច់កាច់មិនបាក់សុភាសិតទី2គេនិយាយថាសាមគ្គីនាំមកនៅជ័យជំនះហើយមានសុភាសិតទី3បានពោលថាសាមគ្គីរស់បែកបាក់គឺស្លាប់ខ្ញុំរំលឹកអំពីសុភាសិតទាំងនេះដោយមានបំណងចង់បង្ហាញថាក្នុងស្ថានភាពបច្ចុប្បន្នបន្ទាប់ពីការឈ្លានពានធ្វើបាបមកលើប្រទេសកម្ពុជាដោយចោរសៀមក្នុងឆ្នាំ2025បាទខែធ្នូកន្លងមកពួកចោរឈ្លានពានវាបន្តធ្វើការគេហៅថាបំបែកបំបាក់ផ្ទៃក្នុងរបស់យើងវាប្រើនៅសង្គ្រាមចិត្តសាស្ត្រនានាធ្វើការញុះញង់បំបែកបំបាក់ផ្ទៃក្នុងរបស់យើងហើយកាលណាយើងបែកបាក់ផ្ទៃក្នុងនោះយើងនឹងមានបញ្ហាជាច្រើនប្រវត្តិសាស្ត្របានបញ្ជាក់ច្បាស់អំពីបញ្ហាទាំងនេះដូច្នេះនៅក្នុងថ្ងៃនេះផងដែរយើងខ្ញុំសូមចែករំលែកអត្ថបទមួយជាការរំលឹកឡើងវិញគឺអត្ថបទដែលមានចំណងជើងថាអាណាចក្រខ្មែរឬអាណាចក្រអង្គរនិងឥទ្ធិពលនៅអាស៊ីអាគ្នេយ៍ជាពិសេសយើងខ្ញុំសូមផ្ដោតទៅលើមូលហេតុឬក៏បុព្វហេតុដែលនាំឲ្យអាណាចក្រអង្គររីកចម្រើនរុងរឿងហើយជាពិសេសគឺមូលហេតុដែលនាំឲ្យអាណាចក្រអង្គរឬអាណាចក្រខ្មែរធ្លាក់ចុះដែលក្នុងនោះគួរកត់សម្គាល់ផងដែរថាការបែកបាក់ផ្ទៃក្នុងរបស់យើងនាំឲ្យមានការឈ្លានពានដោយចោរសៀមជាកត្តាមួយចម្បងដែលយើងត្រូវចងចាំដូច្នេះយើងនឹងដកពិសោធន៍អំពីបញ្ហានេះបន្ថែមទៀតហើយធ្វើការរួបរวมគ្នាផ្ទៃក្នុងរបស់យើងដើម្បីកុំឲ្យពួកចោរសៀមវាឆ្លៀតឱកាសមកធ្វើបាបឈ្លានពានយើងជាបន្តទៅទៀតបងប្អូនអញ្ចឹងអំពីអាណាចក្រខ្មែរឬអាណាចក្រអង្គរតាមប្រវត្តិសាស្ត្រអាណាចក្រខ្មែរឬអាណាចក្រអង្គរគឺជាអាណាចក្រដ៏ខ្លាំងពូកែមួយដែលគ្រប់គ្រងតំបន់អាស៊ីអាគ្នេយ៍ពីសតវត្សទី9ដល់សតវត្សទី15នៅចំណុចកំពូលនៃអំណាចរបស់អាណាចក្រខ្មែរពេលនោះគឺអាណាចក្រខ្មែរមានដែនដីគ្របដណ្ដប់លើប្រទេសកម្ពុជាឡាវថៃនិងផ្នែកមួយនៃប្រទេសវៀតណាមមីនយ៉ាន់ម៉ានិងម៉ាឡេស៊ីក្នុងសម័យទំនើបបច្ចុប្បន្នអាណាចក្រខ្មែរបានបន្សល់ទុកកេរដំណែលវប្បធម៌ស្ថាបត្យកម្មនិងរដ្ឋបាលយ៉ាងធំធេងលើតំបន់អាស៊ីអាគ្នេយ៍ដែលអាចមើលឃើញតាមរយៈវិចិត្រសិល្បៈភាសានិងសាសនានៅប្រទេសជាតិដូនតានានាក្នុងពេលបច្ចុប្បន្នដោយមានបញ្ជាក់ផងដែរនៅក្នុងពង្សាវតារខ្មែរចំណុចទី1អំពីការកើតឡើងនៃអាណាចក្រខ្មែរអាណាចក្រខ្មែរត្រូវបានបង្កើតឡើងដោយព្រះបាទជ័យវរ្ម័នទី2នៅអំឡុងដើមសតវត្សទី9វាកើតមកពីការបង្រួបបង្រួមទឹកដីខ្មែរទាំងអស់ឲ្យคล้ายជាអាណាចក្រតែមួយព្រះអង្គជំនាន់ក្រោយៗទៀតជាពិសេសដូចជាព្រះបាទជ័យវរ្ម័នទី7ជាដើមបានពង្រីកទឹកដីសាងសង់ប្រាសាទប្រព័ន្ធធារាសាស្ត្រនិងបង្កើតព្រះបរមរាជវាំងនានាដ៏ល្អវិចិត្រជាច្រើនកន្លែងចំណុចទី2អំពីកម្ពុជានៃអំណាចជាពិសេសនៅក្នុងសម័យកាលរបស់ព្រះបាទជ័យវរ្ម័នទី7ព្រះបាទជ័យវរ្ម័នទី7 1181 1218ធ្វើឲ្យអាណាចក្រខ្មែរឈានដល់កំពូលព្រះអង្គបានពង្រីកទឹកដីរបស់ខ្មែរទៅដល់ប្រទេសសៀមឬថៃបច្ចុប្បន្នមានដល់វៀតណាមនិងឡាវក្នុងសម័យទំនើបនេះព្រះអង្គបានសាងសង់ប្រាសាទអង្គរធំផ្លូវនិងស្ពានជាច្រើនមួយចំនួនធំមានអាទិភាពមកដល់សព្វថ្ងៃជាពិសេសនៅកំពង់ធំនៅសៀមរាបនៃព្រះរាជាណាចក្រកម្ពុជាជាដើមព្រះអង្គឬអាណាចក្រខ្មែរបានដាក់បញ្ចូលបានបង្រៀនព្រះពុទ្ធសាសនាមហាយានលាយឡំគ្នាជាមួយនឹងព្រះពុទ្ធសាសនាថេរវាទផងដែរចំណុចទី3
ការធ្លាក់ចុះនិងការដួលរលំនៃអាណាចក្រខ្មែរហេតុអ្វីអាណាចក្រខ្មែរត្រូវបានដួលរលំការធ្លាក់ចុះគឺចាប់ផ្ដើមនៅសតវត្សទី13ដោយសារមូលហេតុធំៗជាអាចបញ្ហាផ្ទៃក្នុងពោលគឺជម្លោះក្នុងរាជវាំងនិងការបែកបាក់ផ្ទៃក្នុងរាជវាំងខ្លួនឯងធ្វើឲ្យសត្រូវជាពិសេសគឺពួកចៅសៀមឈ្លានពាននិងវាយដណ្ដើមយកទឹកដីនិងរាជវាំងជាច្រើនកន្លែង 2. គឺសត្រូវខាងក្រៅសម្ពាធពីអាណាចក្រសុខោទ័យរបស់ពួកសៀមថៃបច្ចុប្បន្ននិងអាណាចក្រម៉ុងហ្គោលជាដើមនៅសតវត្សទី14និង15អាណាចក្រចង្វាអាចជាវៀតណាមបច្ចុប្បន្ននិងអាណាចក្រអយុធ្យាដែលមានឥទ្ធិពលកើតឡើងបានឈ្លានពានយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់មកលើអាណាចក្រខ្មែរនៅឆ្នាំ1431អង្គរត្រូវអយុធ្យាវាយដណ្ដើមព្រះបរមរាជវាំងខ្មែរត្រូវបង្ខំចិត្តភៀសខ្លួនទៅភ្នំពេញត្រឹមប៉ុណ្ណេះបងប្អូនឃើញទេគឺការធ្លាក់ចុះនៃអាណាចក្រខ្មែរឬអង្គររបស់យើងមូលហេតុចម្បងគឺការបែកបាក់សាមគ្គីផ្ទៃក្នុងហើយទី2សំខាន់គឺការឆ្លៀតឱកាសឈ្លានពានរបស់ចៅសៀមដណ្ដើមយកទឹកដីប្រាសាទរបស់ខ្មែរជាច្រើនដោយឆ្លៀតឱកាសពីការបែកបាក់ផ្ទៃក្នុងចំនួនផ្ទៃក្នុងការបែកបាក់សាមគ្គីផ្ទៃក្នុងរបស់ខ្មែរយើងដូច្នេះជាមេរៀនសូមយើងរួបរวมគ្នាជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាលគ្រប់គ្រងរាជរដ្ឋាភិបាលទោះក្នុងកលៈទេសៈណាក៏ដោយគ្រប់គ្រងខ្មែរដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចៅឈ្លានពានដូចជាសៀមនិងថៃបច្ចុប្បន្ននេះ